កូនជាទីស្រឡាញ់ពាក្យថាគ្រួសារជាពាក្យដែលមានសេចក្តីឬអត្ថន័យច្រើនគឺសំដៅដល់ការស្រឡាញ់ភាពកក់ក្ដៅភាពនៃត្រកូលតែមួយជាមួយគ្នាឡាក់នៅប្រទេសខាងលិចភរិយាតែងយកត្រកូលប្តីមកប្រើហើយតែងហៅគ្នាថាអ្នកផ្ទះខ្ញុំឬគ្រួសារខ្ញុំជាដើមសម័យដែលកូននៅក្មេងៗយើងនៅរួមគ្នាជាគ្រួសារមានសម្លេងសើចសប្បាយមានសម្លេងរត់ប្រឡែងគ្នាបរិភោគអាហាររួមគ្នានិងធ្វើអ្វីៗជាមួយគ្នាមានភាពរស់រវើកឪពុកម្ដាយទំបីធ្វើការហត់នឿយអស់កម្លាំងយ៉ាងណាក៏ដោយលោកមកដល់ផ្ទះហើយគ្រាន់តែឃើញមុខកូនរត់មកទទួលជួយកាន់ជួយទទួលយករបស់របរនិងសាកសួរពីការហត់នឿយប៉ុណ្ណឹងម៉ែឪក៏បាត់អស់នៅការហត់នឿយទៅហើយមេដាបិតាឃើញកូនញ៉ាំបានគេងលក់ក៏សប្បាយចិត្តទាំងអស់នេះឯងណាកូនដែលគេថាគ្រួសារមានភាពកក់ក្ដៅនោះឥឡូវនេះកូនក៏បានធំអស់ហើយកូនឯងធ្វើជាបងប្អូនគ្នាកូនត្រូវចេះស្រឡាញ់គ្នាសាច់ឈាមជាមួយគ្នាយ៉ាងណាក៏កាត់មិនបានពាក្យចាស់ពោលថាកាត់ទឹកមិនដាច់កាត់សាច់មិនបានដូច្នេះចូលកូនកុំស្អប់ខ្ពើមកុំកំណាញ់កុំចរណែនឬខឹងក្រោធគំនុំគុំគួនអ្វីដល់គ្នាឡើយកូនត្រូវជួយគ្នានិងមើលថែគ្នាវិញទៅបានល្អបានមកធ្វើជាបងប្អូននឹងគ្នាហើយស្រាប់តែមកឆ្លោះតោះតេងគ្នាវាជារឿងដែលគួរឲ្យខ្មាស់អៀនណាស់កូនហើយមនុស្សល្អគេមិនឆ្លោះតោះតេងគ្នាដូច្នេះឡើយយ៉ាងទៀតកូនត្រូវគិតដល់ទ្រូងម្ដាយទ្រូងឪពុកផងណាកូនណាគិតដល់ពេលដែលកូននៅតូចឆ្លោះគ្នាហើយក៏ល្អនឹងគ្នាវិញលេងចូលគ្នាវិញដូចដើមភ្លេចរឿងដែលកន្លងអស់ទៅហើយស្រឡាញ់គ្នាព្រមព្រៀងគ្នាមានអ្វីធ្វើក៏ជួយធ្វើគ្នាល្អណាស់កូនមានរឿងខ្លះកាលកូននៅពីតូចនោះកូនគួរសិក្សាតាមបើកូនគិតថាកូនធំហើយកូនមិនភ្លេចរឿងដែលតោះចិត្តដោយកាលកូននៅពីក្មេងទេតែកូនត្រូវកុំប្រកាន់គ្នាកូនហើយស្វាមីអាចរកថ្មីបានភរិយាអាចរកថ្មីបានកូនក៏អាចរកថ្មីបានដែរតែបងឬប្អូនរកមិនបានទៀតឡើយមានប៉ុណ្ណាក៏ប៉ុណ្ណឹងការកាត់បងកាត់ប្អូនក៏ដូចគ្នានឹងការកាត់សាច់កាត់ឈាមរបស់ម៉ែរបស់ឪដែរណាកូនគ្រួសារកក់ក្ដៅម៉ែឪកូនចៅត្រូវនៅក្នុងធម៌មិនតាមកិលេសចេះរស់ក្នុងធម៌អាយុបវរគុណធម៌ក្នុងចិត្ត